ចាជំរាបសួរដើម្បីដើរ Google Map ទីតាំងបានយើងចូលមក app ដែលនៅក្នុង screen ទូរស័ព្ទនេះគឺជួរទី2រាប់ពីខាងលើទៅជួរទី2ចាហើយស្ដាំដៃដើមគេដាក់ Google Map ចាចុចលើហ្នឹងហើយយើងនឹងឃើញចំណុច Q ដែលមានពន្លឺចារៀងហ្វាបន្តិចហ្នឹងគឺជាទីតាំងរបស់យើងអញ្ចឹងយើងអាចចុចសញ្ញាព្រួយខាងស្ដាំដើម្បី zoom ឬក៏យកដៃទាញលើ screen ដើម្បី zoom ឲ្យចិត្តឲ្យយើងអាចដឹងថាអូយើងនៅមុខផ្ទះមួយណាហើយយើងចុចយកម្រាមដៃចុចឲ្យជាប់ចំទីតាំងដែលយើងកំពុងតែនៅចាឬក៏ផ្ទះដែលយើងមើលពីលើ map ហ្នឹងឃើញស្គាល់ហ្នឹងចាសកាត់ឲ្យជាប់នឹងចេញចំណុចក្រហមហ្នឹងហើយយើងចង់ copy map ហ្នឹងទៅឲ្យគេអញ្ចឹងយើងមើលនៅខាងក្រោមឃើញមានសញ្ញាព្រួញប្រអប់ចាចិត្តសញ្ញាខ្វែនេះចុចលើហ្នឹងចាហើយយកពាក្យ copy link ចាត្រេកដាលនេះជាការស្រេចហើយចូលទៅចាផាសដាក់កន្លែងដែលយើងចង់ផ្ញើហើយចុចបញ្ជូនទៅអញ្ចឹងអ្នកដែលគាត់ចង់ចូល map ដើម្បីមើលទីតាំងផ្ទះឬក៏ដើម្បីជិះទៅរកគឺឃើញចាអរគុណ